Và số đây mong muốnទាំងអស់គ្នាយើងជួបគ្នាតទៀតចឹងនៅក្នុងវីដេអូនេះខ្ញុំនៅតែបន្តចែកចំណុចមួយបងប្អូននៅសំណួរចំនួន10សម្រាប់បងប្អូនត្រៀមប្រឡងចូលសាលាភូមិន្ទរដ្ឋបាលហើយនឹងតាមក្រសួងស្ថាប័ននានាចឹងនៅក្នុងវីដេអូនេះខ្ញុំបន្តចែករំលែកនៅកម្រងសំណួរចំនួន10ដែលលេខរៀងទី441ដល់450ចឹងសម្រាប់អ្នកមកថ្មីអីអត់ដល់បានមើលវីដេអូចាស់ៗអាចចូលទៅក្នុង channel ទៅហើយនៅក្នុងមួយ playlist មាន10វីដេអូស្មើនឹង100សំណួរចឹងឥឡូវយើងធ្វើបាន4 playlist ហើយបាទ5 playlist កន្លះ4 playlist កន្លះបាទចឹងកុំឲ្យខាតពេកយើងចូលទៅមើលកម្រងសំណួរទាំង10ទាំងអស់គ្នាចឹងកម្រងសំណួរទី441សួរថាតើសេ2ដងណាតើខ្មែរចាត់ទុកចែកកាច់ខ្នាយតាន់នាងពូនកណ្ដាញ់ថាជាអ្វីបាទអញ្ចឹងរបស់ទាំងអស់ហ្នឹងខ្មែរយើងតែងតែមានជំនឿថាម៉េចមានវត្ថុតិចតិជុំវត្ថុខ្លាំងពូកែហើយវត្ថុស័ក្តិសិទ្ធិអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺវត្ថុស័ក្តិសិទ្ធិបាទវត្ថុស័ក្តិសិទ្ធិតែពួកហ្នឹងការពារខ្លួនឯងអត់បានដែរហ្នឹងតែពិតទៅចែកកាច់អីគេខ្នាយតាន់នាងពូនអូខេជិលនិយាយរឿងហ្នឹងព្រោះអត់បើនិយាយទៅវែងឆ្ងាយបាទចុះយើងតសំណួរបន្តទៀតទៅbusiness របស់យើងគឺតសំណួរ442សួរតើក្រុមខ្មែរក្រហមបានចូលមកកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃខែឆ្នាំណាសំណួរនេះដូចចេញ4 5 6ដងហ្នឹងតាមពិតទៅដូចខ្ញុំធ្លាប់បានលើកឡើងក្នុងភាគមុនអញ្ចឹងគឺសំណួរខ្លះគឺដោយសារវាច្រើនយើង duplicate វាសារយើងអត់បាន sort វាបាន filter វាថាសំណួរណាបានសរសេរហើយសំណួរណាបានសរសេរអញ្ចឹងចេះចាប់ដាក់អញ្ចឹងទៅជួនកាលទៅវាធ្វើឲ្យសំណួរនោះវាច្រឡំដែរប៉ុណ្ណឹងមិនអីទេណាកុំតូម្នោះអីជាមួយនឹងអាសំណួរដែលវាចេញមកដែរហ្នឹងយើងគួរតែមើលទៅសួរតែចំនួនចេញដែរហ្នឹងយើងចាំនៅបាទចឹងចម្លើយមាន10មេសាការ75 1មេសា75ហើយនឹង17មេសា75ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយគោនឹងឯងគឺថ្ងៃ17ខែមេសា1975បាទចូលហើយចម្លៀសប្រជាជនជាង2លាននាក់ចេញពីទីក្រុងតែម្ដងបាទសោកនេតកម្មក៏កើតចាប់ដើមកើតឡើងពីពេញផ្លូវដោយសារតែការចម្លៀសទីប្រជាពលរដ្ឋដោយបង្ខំចេញពីទីក្រុងណាតទៀតសំណួរ443តើការទាស់ទែងគ្នាស្នេហាលួចលាក់ប្រពន្ធផិតក្បត់ចាត់ចូលក្នុងជំនឿខ្មែរមួយណាចឹងចម្លើយមានព្រលឹងមេបាពុកម្ដាយព្រលឹងមេបាហើយនឹងព្រលឹងចាស់ទុំចឹងទាស់ទែងគ្នាលួចលាក់ស្នេហាផិតក្បត់គ្នាហ្នឹងបើខ្មោចធ្វើគេហៅខ្មោចមេបាបាទខ្មោចមេបាខុសខ្មោចខាងមេបាអញ្ចឹងណាខ្មែរយើងតែតែមានជំនឿអញ្ចឹងហើយពីមុនប្រកាន់ណាស្រីប្រុសអីនិយាយជាមួយគ្នាអីក៏អាចកំបាំងអត់បានទេណាមេបាកាច់ណាតែឥឡូវដូចមិនអញ្ចឹងផងវាមេបាលេងមានអត្តពលសម័យវាកាន់តែទំនើបហើយតទៀតទៅកុំវែងឆ្ងាយ444កំភ្លៅអង្គុយក្បែរផ្លូវពាក់អាវព្រៃរួញមានន័យដូចដាច់ពាក្យហ្នឹងអញ្ចឹងមានគីងគក់មានកង្កែបហើយនឹងហ៊ីងណាអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺសត្វហ៊ីងខ្ញុំមិនដឹងមិនដែរមើលត្រង់ដែរមកទៅជាហ៊ីងវិញណាពាក់អាវព្រៃរួញខ្ញុំគិតថាមានតែគីងគក់នេះតែព្រឹងសត្វហ៊ីងវិញបាទហ៊ីងក៏ហ៊ីងទៅព្រោះចាស់ទុំយកដាក់មកអញ្ចឹងតទៀតសំណួរ445តើវប្បធម៌ឥណ្ឌាណាមួយជាឥទ្ធិពលមុនគេនៅទឹកដីខ្មែរ
ចឹងមានមុនវិជាការពុទ្ធសាសនាហើយនិងព្រហ្មញ្ញសាសនាចឹងចម្លើយដែលត្រឹមត្រូវគឺព្រហ្មញ្ញសាសនាណាតែពេលទៅព្រហ្មញ្ញសាសនាពុទ្ធសាសនាហើយហូរចូលក្នុងប្រទេសខ្មែរហ្នឹងវាបើគិតឲ្យមែនទេទៅស្មើតែគ្នាទេមែនទេណាវាអាចតែមុនក្រោយតិចតួចដោយសារតែនៅក្នុងចន្លោះសតវត្សទី3អីនេះចាប់ដើមមានប្រសង់មានអីនិមន្តចូលមកក្នុងប្រទេសខ្មែរហើយអញ្ចឹងណាតែគាត់រឿងនោះបើរឿងប្របាទហ៊ុនតេននោះវានៅសតវត្សទី1អញ្ចឹងទៅរឿងព្រេងណាអញ្ចឹងដោយសារប្របាទហ៊ុនតេនជាព្រាហ្មណ៍អញ្ចឹងទៅក៏គេបានគេនិយាយថាព្រហ្មញ្ញសាសនានេះហូរចូលប្រទេសកម្ពុជាមុនពុទ្ធសាសនាអញ្ចឹងទៅតែមុនក្រោយមិនដឹងដូចតែគ្នាហ្នឹងបងប្អូនព្រោះយើងកើតមិនទាន់តាំងពីសតវត្សទី1ឥឡូវសតវត្សទី21ហើយមិនដឹងណាមុនដល់ក្រោយយើងស្គាល់យើងដឹងតាមតាកម្ពីដីកាអីចឹងទៅនិយាយតគ្នាគាត់ថានៅក្នុងប្រទេសយើងហ្នឹងទោះបីតែគ្មានពុទ្ធសាសនាឬគ្មានព្រហ្មញ្ញសាសនាហូរចូលក៏ខ្មែរយើងនោះវាមានជំនឿដើមមួយដែរហៅថាជំនឿដូនតាហ្នឹងជឿទៅលើពុព្វបរោះជឿទៅលើព្រលឹងខ្មោចមិនដែលបានស្លាប់ទៅហើយណាដល់ថ្ងៃហ្នឹងគឺប្រជាពលរដ្ឋយើងនៅតែកាន់ជំនឿហ្នឹងដែរទេបាទមានការសែនព្រេនហ្នឹងមិនមែនព្រហ្មញ្ញសាសនាទេណាហ្នឹងគឺជាជំនឿដើមរបស់ខ្មែរយើងភ្លៀងធំម្ដងយកអង្គយកឲ្យបាចបជាអីហ្នឹងអាហ្នឹងមិនមែនព្រហ្មញ្ញសាសនាទេអាហ្នឹងគឺជំនឿដើមបើជាពិសេសបើពួកបងប្អូនជនជាតិភាគតិចហើយខាត់ជនជាតិដើមណាពួកភ្នងពួកគួយពួកសួយអីហ្នឹងពួកគាត់នៅកាន់ជំនឿដើមរបស់ពួកគាត់មមល្អបាទមានការសែនព្រេនផឹកស្រាពីងអីហ្នឹងហើយរហូតដល់សប្តាហ៍ថ្ងៃហ្នឹងនៅតែមាននៅឡើយទេបាទកំពុងធំព្រះវិហារអីយោធនាមអស់ទេបាទពិធីដែលពួកគាត់នៅកាន់គឺច្រើនបងប្អូនចង់ឃើញទៅសិក្សាបានបាទតទៀតក៏វិញឆ្ងាយតើស្ពានព្រៃតមៈឆ្លងកាត់ទន្លេអ្វីអញ្ចឹងឆ្លងកាត់រងថ្ងៃកុំតិចអត់ដឹងថាព្រៃតមៈហ្នឹងឆ្លងកាត់ទន្លេអីមានទន្លេសាបទន្លេមេគង្គឬក៏ទន្លេបាសាក់ព្រៃតមៈបាទអញ្ចឹងព្រៃតមៈឆ្លងកាត់ទន្លេមេគង្គណាបាទអូខេតទៀតសំណួរ447សួរតើគេថាខ្មែរជាជនជាតិចូលចិត្តអួតតើគេសម្លឹងទៅលើកត្តាអ្វីណាគេថាខ្មែរយើងអួតណាតែវណ្ដាក៏ថាមិនមែនអួតទេណាអញ្ចឹងយើងទៅពឹងទៅលើកត្តាប្រវត្តិសាស្ត្រភូមិសាស្ត្រឬក៏សង្គមសាស្ត្រចម្លើយដែលត្រឹមត្រូវគឺប្រវត្តិសាស្ត្រហ្នឹងហើយតំបន់អាស៊ីអាគ្នេយ៍នេះយើងអាចថាជាប្រទេសមួយដែលមានអរិយធម៌ប៉ុន្តែជាស្ដែងអញ្ចឹងមែនបងប្អូនបើយើងប្រៀបធៀបជាមួយនឹងប្រទេសវៀតណាមប្រទេសប្រទេសម៉ាឡេស៊ីអីបែបហ្នឹងយើងហ្នឹងគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអក្សរសាស្ត្រវប្បធម៌មានភាសាតែខ្លះមានតែភាសាតែអត់មានអក្សរទេដូចជាវៀតណាមមានតែអក្សរអត់មានតែភាសាដល់ពេលសរសេរជាអក្សរឡាតាំងតែសំនៀងវៀតណាមប្រទេសម៉ាឡេចង់ដែរប្រទេសសិង្ហបុរីអីហ្នឹងតែយើងហ្នឹងគឺអត់ទេយើងមានភាសាហើយយើងមានអក្សរភាសាខ្មែរអក្សរខ្មែរបាទអក្សរដែលបងប្អូនកំពុងអាននេះហៅអក្សរខ្មែរហើយបាទអញ្ចឹងបានយើងអួតវាសមតំណងដែរអួតនៅអ្វីដែលមានគឺវាតែពេលដែលយើងអួតនៅអ្វីដែលយើងមានគេមិនថាអួតទេមែនទេទៅវែងឆ្ងាយទៀតហើយបងប្អូនតទៀតនេះដូចជាសួរថ្ងៃមុនម្ដងហើយសួរពីមុនសួរតែប្រវែងណាកសាងឆ្នាំដល់ឥឡូវគេសួរថាតើស្ពានជ្រោយចង្វារទី1ត្រូវបានកសាងឡើងក្នុងរជ្ជកាលស្ដេចអង្គណា
បងប្អូនតែអត់ដឹងថាស្ពានជ័យចង្វាទី1ទី2នៅកន្លែងណាណាទី1នៅខាងត្បូងទី2នៅខាងជើងទី1ជាជំនួយបនជប៉ុនទី2ជាជំនួយបនចិនបាទយ៉ាងអត់ដឹងស្ពានជ័យចង្វាឆ្លងកាត់រងហើយចាអត់ដឹងតែគេទូថាតើកសាងនៅថ្ងៃនៅក្នុងរជ្ជកាលស្ដេចអង្គណាមាននរោត្តមមានព្រះនរោត្តមសីហនុវរ្ម័នព្រះអង្គឌួងឬក៏ព្រះសរាមរិទ្ធចម្លើយដែលត្រឹមត្រូវគឺក្នុងរាជរបស់ព្រះបាទនរោត្តមសីហនុបាទតាមពិតអត់មានវរ្ម័នទេចាដាក់ទៅយកតែវរ្ម័នសម័យអង្គរតែតាមពិតព្រះអង្គអត់មានព្រានាមព្រះអង្គគឺអត់មានវរ្ម័នទេ49សួរថាបើតាមបទពិសោធន៍ប្រវត្តិសាស្ត្រតើខ្មែរមានសេចក្តីក្លាហាននៅពេលណាខ្មែរយើងមានក្លាហានពេលណាពេលដែលជោគជ័យពេលដែលចិត្តងាប់នៅក្នុងនេះសេចិត្តស្លាប់ខ្ញុំអាចចិត្តងាប់ឬក៏ពេលសន្តិភាពអញ្ចឹងខ្មែរយើងក្លាហានពេលណាអញ្ចឹងចម្លើយត្រឹមត្រូវគឺចិត្តស្លាប់តើចិត្តងាប់នោះបានកើតសេចក្តីក្លាហានតើគេជន់កលៀនដាតហ្នឹងបានតឹងតាំងហើយវាពងប្រឆាំងមួយថៃអញ្ចឹងណាថៃ7ហ្នឹងតើគេបាញ់ងាប់ឡើងមកកណោបាននឹមគ្នាក្លាហានតែពេលមានសន្តិភាពហ្នឹងមិនទាន់បាញ់គ្នាហ្នឹងមើលតែរឿងថៃរាល់តែយប់និយមថៃស្អីក៏ថៃដែរដឹកកូនជូនចៅទៅនៅថៃទៅគ្រប់តែគ្រួសារហ្នឹងហើយនៅតាមជ័យដែនអីមិនប្រើប្រាក់រៀលទេប្រើតែប្រាក់បាតបាទ100រៀលក៏វាថាគេនិយាយមួយបាតដែរអំនួតណាពុលហ្នឹងហៅពុលវងវែងឆ្ងាយទេដែរចប់ទេ450សួរតើប្រវត្តិនៃពាក្យចន្ទខ្មុំ honeymoon ហ្នឹងណាមានប្រវត្តិមកពីណាអញ្ចឹងពាក្យនេះមកពីណាណោះគេថា honeymoon មិនមែនទឹកខ្មុំដែលយើងហូបទេមែនតើទៅ honeymoon ហ្នឹងគេទៅផឹកទឹកអីជូអែមអីហ្នឹងផ្សេងទេមិនមែនទឹកខ្មុំទេអញ្ចឹងមកពីអាស៊ីមកពីអាមេរិកឬក៏មកពីអឺរ៉ុបចម្លើយមកពីអឺរ៉ុបហ្នឹងឯងណាខ្មែរយើងណាទៅមាន honeymoon ហ្នឹងហើយតែមានតែប៉ុណ្្នឹងទេវីដេអូហ្នឹងយើងជួបគ្នាក្នុងវីដេអូបន្ទាប់យើងវែកឆ្ងាយតិចហើយក្នុងវីដេអូនេះ